Hello everyone, welcome back to our channel I Learn English សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ channel I Learn English. Today we continue the lesson ថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងបន្តទៀត Let's get started. Here the lesson that we started last time, family words. Now we review some family words. And here the family words that we started already. Now let's read together. Children, children. Husband, husband. Father, father. Wife, wife. Mother, mother. Parents, parents. Daughter, daughter. Son, son. Sister, sister. Brother, brother. Grandfather, grandfather. Grandmother, grandmother. Grandparents, grandparents. Granddaughter, granddaughter. Grandson, grandson. Uncle, uncle. Aunts, aunts. Niece, niece. Nephew, nephew. Cousin, cousins. Okay, now read and translate into Khmer. ហើយយើងអានម្ដងទៀតហើយបកប្រែទៅជាភាសាខ្មែរអស់គ្នា Children កូនកូន Husband ប្តី Father ឪពុក Wife ប្រពន្ធ Mother ម្ដាយ Parents ឪពុកម្ដាយ Daughter កូនស្រី Son កូនប្រុស Sister បងប្អូនស្រី Brother បងប្អូនប្រុស Grandfather ជីតា Grandmother ជីដូន Grandparents ជីដូនជីតា Granddaughter ចៅស្រី Grandson ចៅប្រុស Uncle លោកពូ Aunts អ្នកមីង Niece ក្មួយស្រី Nephew ក្មួយប្រុស Cousins បងប្អូនជីដូនមួយ Okay នេះគឺជា family words ដែលយើងបានរៀនកាលពីលើកមុន Okay សង្ឃឹមថាអ្នកនរគ្នានឹងអានវាឲ្យកាន់តែច្បាស់ហើយនឹងចងចាំនៅការបកប្រែជាភាសាខ្មែរផងដែរថ្ងៃនេះយើងនឹងបន្តទៅចំណុចបន្តទៀតគឺចំណុច B expression okay today we study expression B expression ការបង្ហាញឬក៏ clear ដែលប្រើប្រាស់ប្រចាំថ្ងៃអូខេចឹង clear ដែលយើងនឹងរៀននៅថ្ងៃនេះមានមួយចំនួនដែលយើងតែងតែប្រើប្រាស់ដើម្បីសួរសមាជិកឬក៏មនុស្សនៅក្នុងគ្រួសារដែលយើងចង់ដឹងព័ត៌មានពីដៃគូរបស់ពួកយើងអូខេចឹង clear ដែលប្រើប្រាស់ទាំងអស់នោះមានដូចខាងក្រោមនេះ Have you got any Have you got any ចឹង Have you got ប្រែថាតើអ្នកមានយើងតើអ្នកមានអីគេសួរទៅលើមនុស្សឬក៏សមាជិកគ្រួសាររបស់យើងឧទាហរណ៍ Have you got any brothers and sisters តើអ្នកមានបងប្អូនប្រុសស្រីខ្លះៗដែរឬទេ Have you got any brothers and sisters តើអ្នកមានបងប្អូនប្រុសស្រីខ្លះៗដែរទេចឹងដល់ពេលចម្លើយគេឆ្លើយវិញ No I am an only child No I am an only child ទេខ្ញុំគឺជាកូនតូច an only child គឺជា clear ដែលយើងប្រើ expression គឺ only child គឺកូនតូច Do you come from a big family Do you from a big family តើអ្នកមកពីគ្រួសារធំមួយដែរទេ Do you come from a big family តើអ្នកមកពីគ្រួសារធំមួយដែរទេ Yes, I have 3 brothers and 2 sisters.
Yes, I have 3 brothers and 2 sisters. Okay ទាំងអស់នេះគឺជា expression ដែលយើងសាកសួរព័ត៌មានអំពីសមាជិកគ្រួសារជាងមើល common mistake មើលកំហុសឆ្គងទូទៅ we say my his wife wife នេះគឺជានាមឯកវចនៈ singular ប៉ុន្តែនៅពេលយើងនិយាយថា our their wives wife នេះបដូរទៅជា plural okay common mistakes we say my his wife គឺជា singular but we say our their wives plural ស្គមថាអ្នកគ្នានឹងយល់នឹងចងចាំនៅចំណុចទាំងអស់នេះកុំឲ្យការប្រើប្រាស់ការនិយាយទៅមានកំហុសឆ្គង Okay expression have you got any គឺជា expression ដែលគេប្រើដើម្បីសាកសួររកសមាជិកប្រុសស្រីនៅក្នុងគ្រួសាររបស់យើងអញ្ចឹងនៅពេលដែលគេសួរយើងត្រូវតែចេះឆ្លើយឧទាហរណ៍នៅក្នុងគ្រួសារយើងមានយើងតែម្នាក់ក្នុងគ្រួសារយើងអាចឆ្លើយថា I am an only child ខ្ញុំគឺជាកូនតូចបើសិនបើគេសួរ Have you got any brother and sister បើថាយើងមានបងប្អូនប្រុសម្នាក់ស្រីម្នាក់ឆ្លើយមកយើងឆ្លើយ Yes I have a brother and a sister ចឹងមកហើយ expression ទី2ដែលគេតែងតែសួរ Do you come from a big family Do you come from a big family តើអ្នកមកពីគ្រួសារធំមួយមែនទេបើសិនបើយើងមកពីគ្រួសារធំយើងឆ្លើយ Yes I have 3 brothers and 2 sisters ចុះបើសិនបើយើងមិនមែនមកពីគ្រួសារធំទេឆ្លើយថា No I don't come from a big family I come from a small family I have a brother and sister because I am an only child គឺជាគ្រួសារដែលមានសមាជិកតិច Okay សង្ឃឹមថាអ្នកនរគ្នានឹងយល់ពីការប្រើប្រាស់ expression អញ្ចឹងបញ្ជាក់ម្ដងទៀត Have you got យើងប្រែថាតើអ្នកមានអ្វីខ្លះៗជាងមកដូចជា brother sister ជាងមកហើយទៀត an only child ប្រែថាកូនតូច Do you come from a big family Do you come from a small family ជាងមកគឺជា expression ដែលយើងត្រូវប្រើប្រាស់សម្រាប់ common mistake គឺយើងផ្ដោតទៅលើ singular and plural អញ្ចឹង wife ទីនេះគឺជា singular អញ្ចឹងនៅពេលយើង say my wife his wife គឺជា singular បើសិនបើយើង say our wives their wives អញ្ចឹង wife នេះទៅបដូរទៅជា plural អូខេតទៀតយើងចូលទៅលំហាត់ដែលតកតជាមួយនឹង family words អូខេ exercises លំហាត់អនុវត្ត Okay look at the family tree on the opposite page complete the sentences ចឹងក៏យើងមើលមេធានគ្រួសារនៅទំព័រចិត្តហ្នឹងឬក៏ទំព័រខាងលើហ្នឹងហើយបំពេញប្រយោគនេះអូនេះគឺជា family tree ក៏យើងមើលហ្នឹងហើយយើងបំពេញជាប្រយោគនៅក្នុងលំហាត់ខាងក្រោមនេះអូខេអញ្ចឹងអ្វីយើងបានរៀនហើយយើងសាកធ្វើដល់គ្នាតើយើងអាចធ្វើត្រូវតែយើងអាចចងចាំនៅ family tree របស់គ្រួសារ Sorokin ដែរទេតោះអញ្ចឹងយើងចាប់ផ្ដើមធ្វើទាំងអស់គ្នា one is example okay? One Kavita is a Ravi sister អញ្ចឹង Kavita គឺជាបងស្រីរបស់ Ravi តើត្រូវអត់យើងមើលរូបភាពមើលអូបងស្រីអូខេអញ្ចឹង Kavita គឺជាបងប្អូនស្រីរបស់ Ravi អូខេហើយ number 2
គេថា Ravi is Kavita Ravi is Kavita's អូខេយើងទៅនេះយើងដាក់ brother យើងដាក់ brother មកហើយហ្នឹងដល់គេ brother នេះ brother យើង say brother មកគេ brother គេ brother អូខេ brother 3 Annie is Kavita ជាមើលយើងមើលអស់គ្នាមើល Annie គឺជាអ្វីជាមួយ Kavita Annie មួយ Kavita នេះទៅជាគេអញ្ចឹងទីនេះយើងដាក់មិនដែរ Annie is Kavita Kavita គេ Kavita aunt អូខេ aunt អូខេ aunt Kavita aunt អូខេតទៀត មើល Ivan number 4 Ivan is Ravi យើងមើលទៅរូបភាពអស់គ្នានេះ Ivan និង Ravi ទៅជាអ្វីនឹងគ្នា What is their relationship យើងមើលតែយើងដាក់គេដែរ Ivan is Ravi គេ Ravi គេ uncle គេ Ivan is Ravi's uncle correct okay now number 5 Diana is Ravi's ជាមើលរូបភាព okay Diana Ravi តើទៅជាអ្វីជាមួយនឹង Ravi អូខេមើលហើយយើងពេញសាច់ okay Diana is Ravi grandmother okay Diana is Ravi's grandmother okay Diana is Ravi's grandmother number 6 Henry is Kavita's តើ Henry គឺជាអ្វីជាមួយនឹង Kavita អញ្ចឹងយើង look at the family tree Henry Kavita តើ Kavita និង Henry គឺជាអ្វីនឹងគ្នាអូខេយើងមើល exercise number 6 okay Henry is Kavita grandfather okay grandfather okay អញ្ចឹង Henry is Kavita grandfather okay number 7 Ravi is Ivan's look at the family tree again Ravi is Ivan តើទៅជាអ្វីគ្នា okay now number 7 Ravi is Ivan nephew okay Ravi is Ivan nephew okay number 8 Kavita is Ivan Kavita is Ivan look at the family tree Sang Savage okay now we start number 8 Kavita is Ivan's តើ Kavita ទៅជាអ្វីជាមួយនឹង Ivan okay now looks at the family tree again Kavita and Ivan តើមានទំនាក់ទំនងអ្វីជាមួយគ្នា okay ជាមើលទៅ okay now we go to complete yes I Kavita is Ivan okay Ivan niece okay Ivan niece ហើយគឺជាក្មួយស្រីរបស់ Ivan number 9 Mina is Kavita look at the family tree Mina Kavita okay what is their relationship okay now Mina is Kavita mother okay mother okay អញ្ចឹង Mina គឺជាម្ដាយរបស់ Kavita number 10 Mina is George តើ Mina គឺទៅជាអ្វីជាមួយនឹង George look at the family tree okay Mina and George okay they are
husband and wife. Yeah, husband and wife. Okay, Mina is George wife. Okay, wife. And number 11, Karin is Ravi. Karin is Ravi. Ta Karin ហើយនឹង Ravi គឺជាអ្វីនឹងគ្នា Okay. Now look at the family tree. Okay. We are Karin. Okay, Karin and Ravi. What is their relation? តើមានតំណែងអ្វីជាមួយនឹងគ្នា Okay, Karin and Ravi is a cousin. Okay, cousin. Yeah. Okay, then Karin is Ravi cousin. Okay, now let's read again. 1. Kavita is Ravi sister. Kavin គឺជាប្អូនស្រីរបស់ Ravi. Ravi is Kavita brother. Ravi គឺជាបងប្រុសរបស់ Kavita. Number 3. Annie is Kavita aunt. ចឹង Annie គឺជាមីងរបស់ Kavita. Number 4. Ivan is Ravi uncle. ចឹង Ivan គឺជាពូរបស់ Ravi. 5. Diana is Ravi's grandmother. ចឹង Diana គឺជាយាយរបស់ Ravi. Number 6. Henry is Kavita grandfather. ចឹង Henry គឺជាលោកតារបស់ Kavita. Number 7. Ravi is Ivan's nephew. ចឹង Ravi គឺជាក្មួយប្រុសរបស់ Ivan. Number 8. Kavita is Ivan's niece. ចឹង Kavita គឺជាក្មួយស្រីរបស់ Ivan. Number 9. Mina is Kavita mother. ចឹង Mina គឺជាម្ដាយរបស់ Kavita. Mina is George wife. ចឹង Mina គឺជាប្រពន្ធរបស់ George. Number 11. Karin is Ravi cousins. ចឹង Karin គឺជាបងប្អូនជីដូនមួយរបស់ Ravi. Okay, these are the examples that we did today. Okay, now go to number 1.2. The Sorokin have some other relatives. Complete the sentences about them. Okay, now look at the picture. Okay, there are Sorokin relatives. Okay, តែនេះគឺជារូបភាពនៃសមាជិកផ្សេងទៀតនៅក្នុងគ្រួសារ Sorokin. Okay, ចឹងយើងមើលរូបភាពនឹងហើយយើងបំពេញចន្លោះទាំងអស់នេះដោយប្រើ family words. ចឹង family word ដែលយើងបានរៀនហើយ Okay, the family word នេះមាន sister, brother, aunt, uncle, grandmother, grandfather, nephew, niece, mother, wife and cousin. Okay, ទាំងពាក្យអស់ហ្នឹងគឺជា family word ដែលយើងត្រូវយកមកពេញនៅក្នុងលំហាត់នេះ Okay, now let's do it together. Okay, and choose the correct word to complete the blank. Okay, this is Sanjay. Okay, Sanjay គឺជាសមាជិកមួយទៀតនៅក្នុងគ្រួសារ Sorokin. Okay, here Alexander and Lila. នេះគឺជា Alexander ហើយនេះគឺជា Lila ដែលស្ថិតនៅក្នុងគ្រួសារ Sorokin. Okay, អញ្ចឹងក្នុងគ្រួសារ Sorokin នេះមានសមាជិកបន្ថែមនឹងទៀត Okay, តើយើងនឹងត្រូវបំពេញប្រយោគចន្លោះខាងក្រោមនេះយ៉ាងដូចម្ដេច Okay, now let's do together. តោះធ្វើទាំងអស់គ្នា Okay, let's read and complete the sentences. Okay, Mina has a brother. គេថា Mina មានបងប្អូនប្រុសឈ្មោះ Sanjay. Okay,
Sanjay is Kavita and Ravi uncle. And Sanjay's wife is there. Okay. Something here. Sanjay and his wife have one son, Prem. Prem is earn. Ta chia vây. Prem is earn again. Number 3. Henry parents are still alive. Chính cái thai cái bốc mà đài rồi bó. Henry nơi miễn chỉ vật tê. Nơi luôn lào tê. Alexander his Henry. Thời chí ấy cho mùi nâng Alexander Henry. And his wife Lila nâng cái chí ở vậy cho mùi nâng Henry. Alexander and Lila have 3. Okay. Have 3 okay. I mean Amelia, Ivan and George. More Ivan and Joy and their something Annie and Bina love their something and visit them as often as possible. Okay, this cứ chi bây giờ đây với bạn ăn được tao mỗi dây nâng bồng pin thì ọt nè tá trên lót tiếng ọt nó đi thử đạo vậy là mà thì mỗi cứ chi ưu tí hóa để cái bạn phi dương sẽ hỏi chẳng cho lót tí pi tí bay tí bốn tí pram tí pram muối tí pram pi tí pram bay tí bốn ta tới đặt family word na muối đá tâm trời một pot. Okay, now let's think and find the correct words to complete the sentences. Okay, now let's check all together. Meena has a brother, Sanjay. Meena miền bóc bọc mà nè đại miền chúng ta Sanjay chỉ mớ này Meena okay. Meena con miền bóc bọc mà nè tiệm mua san Sanjay tóm bóc. Sanjay is Kavita and Ravi and uncle, and Sanjay's wife is there again. Chẳng có cái chia Sanjay cứ chia pu rồi bỏ Ravi hay nắng Kavita hai propon rồi bỏ Sanjay cứ chia ở vậy chỉ mùi nắng Kavita hay nắng Ravi cứ thời chia cái đấy thời chia aunt. Okay, aunt chẳng thì nó cứ aunt. Okay, read again. Sanjay is Kavita and Ravi's uncle, and Sanjay's wife is their aunt. Cái gì nhận mình được bỏ bộ. Okay, Sanjay and his wife have one son, Prem. Ta Sanjay hay năng proponរបស់គាត់មានកូនប្រុសម្នាក់ទៀតឈ្មោះ Prem. Prem is earn uncle, only child ឬក៏មិន Okay, ទីនេះគឺយើងដាក់ពាក្យថា Okay, តែគាត់ថ្មីថា Sanjay នៅវាយគឺមានកូនប្រុសតែមួយទេគឺឈ្មោះ Prem. ចឹង Prem គឺជាគេ only okay only child. Okay, only child. Okay,ចឹង Okay, Prem is an only child. Prem គឺជាកូនតូចម្នាក់ Henry's parents are still alive. គឺថាឪពុកម្ដាយរបស់ Henry នៅមានជីវិតទេ Alexander is Henry. Alexander ត្រូវជាអ្វីមិន Henry. Okay, Alexander គឺជា grandfather. Okay, grandfather.
grandfather ឬក៏ father okay Alexander is Henry father and his okayនេះដាក់គេ his wife ឬក៏មិនអូខេចឹងទីនេះគឺយើងដាក់ថា Alexander គឺជាឪពុករបស់ Henry ហើយនឹងប្រពន្ធរបស់គាត់ and his wife Alexander គឺជាឪពុកមែនទេហើយនឹង his wifeមែនទេតែគេទៅនឹង okay now let's do again okay now let's start Alexander is Henry father and his wife okay អញ្ចឹងទី4នេះគឺយើងដាក់អីគេដាក់ father okay អញ្ចឹងទីនេះយើងដាក់ father okay Alexander is Henry okay Henry father okayចឹង Alexander គឺជាឪពុករបស់ Henry ហើយនឹងប្រពន្ធរបស់គាត់ចឹងទីនេះយើងដាក់ wife okay wife okay okay យើងអានបន្តទៀត Alexander is Henry's father and his wife Lila is Lila is Henry អញ្ចឹង Lila គឺជាអីគេនៅទីនេះអូខេគឺជា mother អូខេ mother អូខេគឺជាម្ដាយរបស់ Henry អញ្ចឹង Lila is Henry's mother តទៀត Alexander and Lila have three គេទៅនេះ three ជាមាន Amelia Ivan និង George នេះមានថានេះយើងដាក់ grandchild sorry okay អញ្ចឹងទីនេះយើងត្រូវដាក់ okay Alexander and Lila have three grandchildren គេអញ្ចឹង Alexander ហើយនិង Lila មានចៅចំនួន3នាក់ Amelia Ivan and George តទៀត Ivan and George and their អីគេទីនេះយើងដាក់ wife គឺជា plural okay wife okay ចឹង sorry again wife okay មកទៀត Ivan and George and their wives គឺជាចំបាច់ត្រឹមត្រូវ Annie and Mina love their okay love their parents អញ្ចឹង plural នេះយើងត្រូវដាក់ parent ដែរ okay parents អត់ s ក្បាលគេចំបាច់ត្រឹមត្រូវដូចគ្នា okay now let's read again យើងចាប់តាមអានម្ដងទៀតនិងបកប្រែបងប្អូន okay Mina has a brother Sanjay is Kavita and Ravi's uncle okay Mina មានបងប្រុសម្នាក់ឈ្មោះ Sanjay គឺជាពូរបស់ Ravi ហើយនិង Kavita
and Sanjay wife is their aunt ហើយប្រពន្ធរបស់ Sanjay គឺជាមីងរបស់ពួកគេ Sanjay and his wife have one son Prem Sanjay ហើយនឹងប្រពន្ធរបស់គាត់មានកូនប្រុសម្នាក់ឈ្មោះ Prem Prem is an only child Prem គឺជាកូនតូចក្នុងគ្រួសាររបស់ Okay តោះទៀត Prem is an only child Prem គឺជាកូនតូចក្នុងគ្រួសារ Henry parents are still alive អញ្ចឹងឪពុកម្ដាយរបស់ Henry នៅមានជីវិតទេនៅរស់និយាយទៅគឺ alive ហៅថានៅមានជីវិតឬក៏នៅរស់ Alexander is Henry's father and his wife អញ្ចឹង Alexander គឺជាឪពុករបស់ Henry ហើយនឹងភរិយារបស់គាត់ភរិយារបស់ Henry គេ Diana គេអញ្ចឹង Diana Henry គឺជាកូនរបស់ Alexander Leela is Henry's mother អញ្ចឹង Leela គឺជាម្ដាយរបស់ Henry Leela is Henry's mother Alexander and Leela have 3 grandchildren Alexander and Leela have 3 children អញ្ចឹង Alexander និង Leela មានចៅចំនួន3ដែលមានឈ្មោះ Amelia Ivan and George អញ្ចឹងចៅរបស់ Alexander និង Leela គឺ Amelia Ivan និង George Ivan and George and their wives Ivan ហើយនិង George និងប្រពន្ធរបស់ពួកគេដែលមានឈ្មោះថា Annie and Mina love their parents and visit them as often as possible អញ្ចឹង Ivan ហើយនិង George ហើយប្រពន្ធរបស់ពួកគេឈ្មោះ Annie ហើយនិង Mina ស្រឡាញ់ឪពុកម្ដាយរបស់ពួកគេហើយទៅសួរសុខទុក្ខពួកគេជាញឹកញាប់ដែលអាចធ្វើទៅបានអូខេ sorry ជើងមើលម្ដងទៀតមើលអញ្ចឹងអានេះជាមិនមែនដាក់នេះជាកែដាក់grand sorry ចឹងនេះមានកម្ពុជាបន្តិចតែនេះជាកែអូខេចឹងមិនមែន parent ទេគឺជា grandparent អូខេ grandparent okay grandparent grandparent parent is also a possible answer okay វាសំដៅមាន2ហ្នឹងអូខេយើងដាក់ grandparent ក៏បាន parent ក៏បានហ្នឹងជាចម្លើយដែលអាចទៅរួចអូខេអញ្ចឹងនេះអញ្ចឹងគេ Ivan George ហើយប្រពន្ធរបស់គេឈ្មោះ Annie និង Mina ស្រឡាញ់ឪពុកម្ដាយរបស់ពួកគេឬក៏ជីតារបស់ពួកគេហើយទៅសួរសុខទុក្ខពួកគេជាញឹកញាប់ដែលអាចធ្វើទៅបានអូខេអញ្ចឹងទៅនេះមានចម្លើយដល់ទៅ2អូខេមកទៅទី2គេយើងអាចដាក់ parent yeah អញ្ចឹងចម្លើយយើងអាចមាន2ហ្នឹងអញ្ចឹង grandparent ក៏ត្រូវដាក់ parent ក៏ត្រូវដែរអូខេOkay, now that's all for exercise 1.2. Okay, now go to 1.3. Ask a friend these questions. So, មិត្តម្នាក់នៅសំណួរទាំងនេះគឺមានគេ 1 2 3 4 5 okay then write sentences about your friend and their family តើមកយើងសេប្រយោគទាំងអស់ហ្នឹងអំពីមិត្តភក្តិរបស់អ្នកហើយនឹងគ្រួសាររបស់ពួកគេ For example ឧទាហរណ៍ Martha has one brother and no sister ឧទាហរណ៍ Martha មានប្អូនប្រុសម្នាក់ប៉ុន្តែមិនមានប្អូនស្រីទេអូខេអញ្ចឹងសំណួរទាំង5នេះគឺជាសំណួរដែលយើងសាកសួរដៃគូរបស់ពួកយើងអំពីសមាជិកក្នុងគ្រួសាររបស់ពួកគេតើពួកគេមានបងប្អូនស្រីខ្លះទេមានបងប្អូនជាមួយខ្លះទេ
មានក្មួយប្រុសក្មួយស្រីខ្លះៗទេមានជីតាជីតាជីដូនជីតាតាយាយខ្លះៗទេតើគេមកពីគ្រួសារធំឬគ្រួសារតូចគេសំណួរទាំងនោះគឺជាសំណួរដែលយើងយកទៅសាកសួរមិត្តភ័ក្តិរបស់យើងឬក៏ដៃគូសន្ទនារបស់ពួកយើងបន្ទាប់មកយើងសរសេរប្រយោគទាំងអស់ហ្នឹងអំពីមិត្តភ័ក្តិរបស់អ្នកឬក៏គ្រួសាររបស់ពួកគេមកសរសេររៀបរាប់ដូចជាលំហាត់ទី 1.2 ចឹងមកអូខេឬក៏យើងសរសេរបែបជាចេះក៏បានក្នុងឧទ្ទស្ស័យទី1នេះក៏បានទី2នេះក៏បានអូខេអញ្ចឹងយើងអានអស់គ្នា 1 Have you got brothers sorry have you got any brothers and sister តើអ្នកមានបងប្អូនប្រុសស្រីខ្លះៗដែរទេ Number 2 Have you got any cousins តើអ្នកមានបងប្អូនជីដូនមួយខ្លះៗទេ Number 3 Have you got any niece and nephews តើអ្នកមានក្មួយប្រុសស្រីខ្លះៗដែរទេ Number 4 Have you got any grandparents តើអ្នកមានតាយាយខ្លះៗដែរទេ Number 5 Do you come from a big family តើអ្នកមកពីគ្រួសារធំមែនទេអញ្ចឹងសំណួរទាំងអស់នេះយើងត្រូវសាកសួរជាមួយនឹងមិត្តភ័ក្តិឬក៏ដៃគូសន្ទនារបស់ពួកយើងអូខេអញ្ចឹងនេះគឺជាអីគេថា expression ដែលយើងរៀននៅចំណុច B អូខេដែលយើងប្រើដើម្បីសាកសួរព័ត៌មាននៅក្នុងគ្រួសាររបស់មិត្តភ័ក្តិឬក៏ដៃគូដែលយើងសន្ទនាគ្នាហ្នឹងអូខេតទៅទៀតយើង go to 1.4 cover the opposite page ហើយយើងបិទទំព័រជិតហ្នឹង How many family words can you write down in 2 minutes តើពាក្យទាក់ទងមួយគ្រួសារចំនួនប៉ុន្មានអ្នកអាចសរសេរក្នុងរយៈពេល2នាទី Check what you wrote carefully with the book តើមកត្រួតពិនិត្យអ្វីអ្នកបានសរសេរយ៉ាងយកចិត្តទុកដាក់ក្នុងសៀវភៅ Did you spell everything correctly តើអ្នកអាចប្រកបវាត្រឹមត្រូវដែរទេ Which word did you forget តើពាក្យណាមួយដែលយើងភ្លេចអូខេយើងសរសេរមកពាក្យ family word តើយើងអាចសរសេរបានប្រហែលក្នុងរយៈពេល2នាទីអូខេឧទាហរណ៍យើងមាន children មាន husband មាន wife មាន father មាន mother មាន daughter son granddaughter grandson uncle aunts sister brother អូខេទាំងមកនេះគឺជា family word niece nephew aunt uncle អូខេពាក្យហ្នឹងគឺជា family words អូខេ okay that's all for today's lesson okay I hope you got everything from this lesson okay I hope you understand and practice those words that you learned today in your daily life okay ចឹងសន្មតថាចប់ត្រឹមនេះនៅមេរៀន B អូខេចំណុច B expression ហើយនឹងធ្វើ exercise ទៅជាមួយនឹង family words អូខេគេទាំងអស់នេះគឺជា family tree នៅក្នុងមេរៀនទី1អូខេ unit 1 the family ទៅបានបញ្ចប់នៅត្រឹមនេះអូខេ thank you for your attention and pay attention for our lesson today okay I hope you practice this word thank you goodbye see you in the next video